Xin chào anh Bụng. Có lái khoảng nhà người một người. Ý rồi tắt đi mà đo mà vì con lăn hay nhầm này con em Bảy. Cô chốc xong lòng tới trên tức là cái tiếng anh em rất là toàn em ơi rồi có táp nắng ấy Bảy. Chọc. Bảy. mình đi cá mình ở trong ông bán nó giúp hơi làm tay cho Bảy. Để say tao là kia ở hồi tạ tình miền bàn tê ở bản làng tài sản Mẹ tao về nó nhớ tính tao hay tao làm thai nào cả mùi vậy trong họ mấy nhất ta chạy sang nó còn lao này lao mà ở làm khổ mục Ní khả ta mấy để dương xa chiêu á, và tên dương nó to mi ca lập đây là thôn ai hay đồng đời cảm ọc chế trong nó mi ca tại ca lại hay ca cô cô ọc và tên dương nó mi nơ mi cộng đồng hay chạy sang và tên ca một chia dớt đơn bằng ai cái lát từ lời ca non chô đây internet chia bị sát mặt sốc đằng sáng bị bỏ tỉnh ở đây nít tao ban ra ra gia tổ lực từ đi đấy trong ca cho chuẩn chú ca là cái xí nó sẽ ca một hiệp là chỉ được ca thì cả ta bây giờ research nó người ta vô nó cho mình ca là cái
ក្នុងស្រុកបានច្រើនទេហើយណាមួយការប្រើប្រាស់របស់ប្រជាជនយើងនោះនៅមានការឡើងច្រើនហើយការគ្រប់គ្រងរបស់ប្រទេសនោះវានៅមានកម្រិតហើយជាក់ស្ដែងប្រទេសកម្ពុជាយើងនៅតែពឹងផ្អែកខ្លាំងទៅលើការនាំចូលប្រេងឥន្ធនៈជាពិសេសម៉ាស៊ូតនិងសារពីបរទេសប្រេងទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការដឹកជញ្ជូនការផលិតអគ្គិសនីនិងការដឹកជញ្ជូនអាជីវកម្មផ្សេងៗហើយណាមួយប្រទេសកម្ពុជាយើងងាយរងឥទ្ធិពលពីការប្រែប្រួលតម្លៃប្រេងនៅលើពិភពលោកនៅពេលតម្លៃប្រេងអន្តរជាតិកើនឡើងទៅតម្លៃឥន្ធនៈនៅកម្ពុជាក៏កើនឡើងដែរហើយបញ្ហានេះធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនរោងចក្រនិងវិស័យកសិកម្មចំណាយថ្លៃដើមខ្ពស់ជាងមុនចំណាយបន្ថែមទាំងនេះត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់តាមរយៈការកើនឡើងនៃតម្លៃទំនិញនិងសេវាកម្មដែលអាចបង្កឲ្យអតិផរណានឹងកើនឡើងចឹងពេលដែលអ្នកឯងនឹងសោកភាពទៅលក្ខខណ្ឌហ្នឹងឃើញបាននៅលក្ខខណ្ឌហ្នឹងវាឡើងថ្លៃហ្នឹងហើយលើពីនេះទៀតនៅពេលប្រជាជនត្រូវចំណាយប្រាក់ច្រើនលើប្រេងទំនិញចាំបាច់ពួកគេនឹងមានប្រាក់សម្រាប់ចំណាយលើអ្វីផ្សេងទៀតជាងមុនហើយនេះអាចធ្វើឲ្យតម្រូវការក្នុងសេដ្ឋកិច្ចថយចុះនិងប៉ះពាល់ដល់កំណើន GDP អូឲ្យយើងដឹងថាតាមមួយទៀតបញ្ហានយោបាយនិងចំនួនអន្តរជាតិដោយសារតែចំនួនរវាងប្រទេសរុស្ស៊ីមួយអ៊ុយក្រែននោះវាធ្វើឲ្យតម្លៃប្រេងពិភពលោកនោះវាកើនឡើងកាន់តែខ្លាំងហើយបញ្ហាមួយទៀតដឹងថៃបានកាល2020ហ្នឹងប្រេងវាចុះថោកអត់ដោយសារតែនៅម្លងពេលជំងឺ COVID-19 នោះមនុស្សធ្វើដំណើរតិចហើយក្រុមហ៊ុនភាគច្រើនគេផ្អាកដំណើរការធ្វើការនៅក្រៅវិញគេធ្វើការតាមអនឡាញនេះចឹងតម្រូវការរបស់ប្រជាជននោះវាមានកម្រិតដែរដល់ពេលទៅបានប្រេងវាចុះថោកចឹងដូចអីដែលយើងដឹងចឹងថាតើតម្រូវការវាកាន់តែខ្លាំងហើយយើងក៏ត្រូវរកប្រភពវងកាន់តែខ្លាំងដល់ពេលទៅយើងសុខចិត្តទិញប្រេងថ្លៃក៏យើងសុខចិត្តទិញប្រេងនេះយកមកលក់ដែរអូនេះគេមួយសោភីអានេះអីដែលថាយើង research បានហើយយើងសួរពីគ្រូឯណាតែបងមិនមានដឹងថានៅពេលដែលប្រេងឡើងថ្លៃក៏អាចប៉ះពាល់ទៅដល់ GDP ក្ររ៉េនៅកម្ពុជាយ៉ាងដែរអញ្ចឹងខ្ញុំនឹងបញ្យល់ខ្លះៗដូចជាពីតម្លៃប្រេងនិងអត្រាកំណើនសេដ្ឋកិច្ចនៅកម្ពុជាពីឆ្នាំ2012ដល់ឆ្នាំ2025ចឹងតាមអ្វីដែលខ្ញុំបានរៀនស្រាវជ្រាវ research មើលហ្នឹងហើយនឹងខ្ញុំបានឃើញក្រាហ្វិកដែលនៅក្នុងមេរៀនហ្នឹងក៏បានបង្ហាញថាឲ្យយើងនឹងដឹងថានៅពេលដែលប្រេងកើន GDP ក្រោក៏កើនតាមនឹងដែរអញ្ចឹងដូចនៅក្នុងឆ្នាំ2012ដល់2014ក្នុងឆ្នាំទាំងពីរហ្នឹងមានកំណើនខ្ពស់ខណៈពេលដែលឆ្នាំ2015 2016មានខណៈធ្លាក់ចុះបើយើងក្រេកទៅមើលនៅក្នុងឆ្នាំ2020វិញទាំងតម្លៃប្រេងនិងតម្លៃ GDP ក្រោបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែវិបត្តិសកលដូចដែលបងប្អូនបាននិយាយមិញហ្នឹងបន្ទាប់មកពេលនៅឆ្នាំ2021ដល់ឆ្នាំ2022ហ្នឹងសេដ្ឋកិច្ចបានស្ដារឡើងវិញទាំងប្រេងនិងអត្រាកំណើនសេដ្ឋកិច្ចក៏បានកើនឡើងវិញដែរស្របមកតាមអ្វីដែលខ្ញុំបាន research ហ្នឹង correlation hypothesis testing regression analysis យើងបានបង្ហាញថាតម្លៃប្រេងនិង GDP growth rate ហ្នឹងមានទំនាក់ទំនងវិជ្ជមានជាមធ្យមទៅខ្លាំងមានន័យថានៅពេលដែលតម្លៃប្រេងកើន GDP growth ក៏មានការកើនដែរហើយនៅពេលតម្លៃប្រេងធ្លាក់ចុះ GDP growth ក៏អាចធ្លាក់ចុះតាមនោះដែរយល់ទេចាំមានន័យថាពេលដែលតម្លៃប្រេងយើងកើនឡើង GDP growth យើងក៏វាកើនតាមនឹងដែរហ្នឹងហើយចឹងសភាមួយការវាយល់មិនដូចបងបីបានប្រាប់មិញហ្នឹងហើយខ្ញុំក៏ប្រាប់ពីតកតងពីតម្លៃប្រេងមួយ GDP growth rate នៅកម្ពុជាដែរអូអញ្ចឹងមែនតែតម្លៃប្រេងកើនឡើងក៏មានផលប៉ះពាល់ទៅដល់សេដ្ឋកិច្ច GDP នៅក្នុងកម្ពុជានឹងច្រើនដែរដោយសារវានៅមានកត្តាផ្សេងៗទៀតដែលធ្វើឲ្យ GDP នៅកម្ពុជានឹងធ្លាក់ចុះអូអញ្ចឹងសភាមួយនេះគេយក